ត្រឹមតែមានរូបសម្រស់ស្អាតប៉ុណ្ណោះទេប៉ុន្តែថែមទាំងមានចរិតរាក់ទាក់ទៀតផងនាងអាចចុះសម្រុងជាមួយមិត្តរួមថ្នាក់គ្រប់គ្នាដែលធ្វើឲ្យ Mauritany ច្រណែនជាខ្លាំងហើយនៅពេលឃើញ Murakami កំពុងនៅស្ងៀមនាងក៏ស្រាប់តែមានគំនិតដ៏ក្លាហានមួយនាងក៏បានដើរទៅមុខ Murakami ហើយលើកសំពត់របស់នាងបន្តិចប៉ុន្តែមិននឹកស្មានដល់ទាល់តែសោះមួយសន្ទុះក្រោយមក Murakami ស្រាប់តែកម្រើកតើអាចបញ្ឈប់ពេលវេលាបានយូរប៉ុណ្ណាដែរ3នាទីនោះជាក្តីសុបិនដ៏ខ្លីមួយគេ Mauritany ត្រូវបាន Murakami គ្រប់គ្រងទាំងស្រុងហើយនាងបានប្រាប់ថាឲ្យតែរក្សាការសម្ងាត់នាងសុខចិត្តធ្វើអ្វីគ្រប់យ៉ាង Murakami និយាយថានាងត្រូវគិតមើលសិន Mauritany ក៏បានឆ្លងកាត់យប់នោះទាំងកង្វល់ថ្ងៃបន្ទាប់ពេលឃើញ Murakami នាងតែងតែគិតថាតើគេនឹងសុំអ្វីពីនាង